ចាសសូមអរគុណចំពោះការរងចាំសូមអាយអាដាមលោកជំទាវលោកស្រីក្នុងអង្គពិធីទាំងមូលចាសសូមទោសដោយសារអាយអាដាមលោកជាប់ថតរូបនៅខាងក្រៅចាសសូមអរគុណចំពោះការរំចាំសូមអាយអាដាមលោកជំទាវលោកស្រីក្នុងអង្គពិធីទាំងមូលមេត្តាអញ្ជើញក្រោកឈរឡើងដើម្បីធ្វើគារកិច្ចស្វាគមន៍ដ៏កក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់អាយអាដាមបណ្ឌិតជាវណ្ណដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍សូមគ្រប់អរគុណនាងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីចាស់ជាបឋមនាងខ្ញុំសូមគោរពអាយអាដាមបណ្ឌិតជាវណ្ណដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពលោកជំទាវជារដ្ឋារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាទីគោរពសូមគោរពអាយអាដាមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអាយអាដាមលោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសូមគោរពលោក Michael Mazer នាយកផ្នែក Global Expansion នៃក្រុមហ៊ុន Zen.com សូមគោរពអាយអាដាមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ជាទីគោរពមុននឹងឈានចូលដល់កម្មវិធីនាងខ្ញុំសូមគោរពអញ្ជើញអាយអាដាមបណ្ឌិតជាវណ្ណដេតអាយអាដាមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិក្នុងអង្គពិធីទាំងមូលមេត្តាក្រោកឈរឡើងដើម្បីគោរពទង់ជាតិនៃប្រជាណាចក្រកម្ពុជា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
សូមគោរពអរគុណនិងសូមមេត្តាសម្រួលអេរិយាបថជាកិច្ចចាប់ផ្ដើមនៃកម្មវិធីនាងខ្ញុំសូមគោរពអញ្ជើញលោកជំទាវជារដ្ឋារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាតំណាងដឹកនាំពោះរបស់លោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ចាស់សូមគោរពអញ្ជើញជាបឋមនាងខ្ញុំសូមគោរពអាដាមជាវណ្ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍អាដាមលោកជំទាវរដ្ឋលេខាធិការអាដាមលោកជំទាវអនុរដ្ឋលេខាធិការអាដាមលោកជំទាវអក្ញាលោកស្រីដែលមានវត្តមាននៅទីនេះនិងតាមប្រព័ន្ធអនឡាញជាទីមេត្រីថ្ងៃនេះជំនួសមកឲ្យលោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្ញុំមានសេចក្តីសំណោះរីករាយនិងសូមស្វាគមន៍អាដាមរដ្ឋមន្ត្រីអាដាមលោកជំទាវអក្ញាលោកស្រីទាំងអស់ដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធវិស័យឯកជនយុវជនក៏ដូចជាសហព័ន្ធមានជាតិនិងអន្តរជាតិដែលបានអញ្ជើញចូលរួមនៅក្នុងវេទិកាពាណិជ្ជកម្ម Digital ពីនឹងពិព័រណ៍អនឡាញលើកទី2ក្រោមមូលបទកសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្ម Digital ដែលជាវេទិកាផ្ដួចផ្ដើមនិងដឹកនាំដោយក្រសួងពាណិជ្ជកម្មបន្ទាប់ពីក្រសួងពាណិជ្ជកម្មទទួលបានភាពជោគជ័យក្នុងការរៀបចំវេទិកាលើកទី1អមក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា CTE នៅឆ្នាំ2024វេទិកាពាណិជ្ជកម្ម Digital និងពិព័រណ៍អនឡាញនេះមានគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្ម Digital ក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រពាណិជ្ជកម្ម Digital ដែលជាមគ្គទេសនៃការនាំផ្លូវការផ្សព្វផ្សាយនិងការជំរុញនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិតាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្ម Digital នៅក្នុងស្រុកនិងអន្តរជាតិជាពិសេសគឺថ្នាល cambodiatrade.com របស់ក្រសួងពាណិជ្ជកម្មម្សិលមិញញាតព្រឹកថ្ងៃទី12ខែកញ្ញាឆ្នាំ2025វេទិកាពាណិជ្ជកម្ម Digital និងពិព័រណ៍អនឡាញលើកទី2បានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រោមចក្ខុវិស័យដ៏មោះមុតនិងវែងឆ្ងាយរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកំពុងរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ2030ដែលជាមានសសរស្តម្ភ5ដូចជាពាណិជ្ជកម្មអន្តរជាតិពាណិជ្ជកម្មក្នុងស្រុកពាណិជ្ជកម្ម Digital កំណែទម្រង់នឹងការវណ្ណភាពពាណិជ្ជកម្មការចាត់ចែងពីចំណាត់ក្រមប្រទេសអភិវឌ្ឍតិចតួចនិងដំណើរឆ្ពោះទៅមុខក្រសួងពាណិជ្ជកម្មក៏កំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រពាណិជ្ជកម្ម Digital ក្រមសីលធម៌និងការធ្វើអាជីវកម្មអនឡាញផ្សារ Digital ឆ្លាតវៃនិងការកសាងទំនុកចិត្តថ្ងៃនេះជាថ្ងៃរបស់សហគ្រិនធុរកិច្ចសហគ្រាសធុនតូចនិងមធ្យមរបស់យើងបង្កើនសមត្ថភាពរបស់ពួកយើងដើម្បីពង្រីកទីផ្សារចាស់ដើម្បីពង្រឹងទីផ្សារចាស់និងពង្រីកទីផ្សារថ្មីនៅក្នុងយុគសម័យ Digital អាដាមរដ្ឋមន្ត្រីអាដាមលោកជំទាវអក្ញាលោកស្រីអនុញ្ញាតឲ្យនាងខ្ញុំសួរសំណួរមួយដោយសាមញ្ញតើអាដាមលោកជំទាវលោកស្រីដឹងទេថាតើយើងចំណាយពេលប្រមាណនៅលើមេតិកាមួយមុននឹងយើងអូសទៅកាន់មេតិកាបន្តនៅប្រព័ន្ធផ្សព្វផ្សាយរយៈពេលតែ2ទៅ3វិនាទីតែប៉ុណ្ណោះយើងនៅចាំនៅមើលវេទិកាមួយហើយយើងអូសទៅបន្តទៀតយើងប្រើពេលវេលាតែ2ទៅ3វិនាទីតែប៉ុណ្ណោះចាអញ្ចឹងយើងគិតសម័យមើលថាអាជីវកម្មមួយចំណាយពេលជាច្រើនខែក្នុងការបង្កើតផលិតផលរបស់គាត់រចនាម៉ាកជាហោរបស់គាត់ហើយនៅពេលដែលគាត់ផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិតអតិថិជនរបស់គាត់សម្រេចចិត្តថាមេតិការបស់គាត់សំខាន់ឬអត់នៅក្នុងរយៈពេលតែ3វិនាទីតែប៉ុណ្ណោះ
នេះហើយជាពិភពលោកដែលយើងកំពុងរស់នៅតើធ្វើម៉េចធ្វើដូចម្ដេចដើម្បីឲ្យមេតិការបស់យើងមានការតាក់ទាញនៅក្នុងរយៈពេលតែ3វិនាទីនោះមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុន្តែនៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកហើយនេះហើយដែលយើងជាអ្វីដែលយើងនឹងរៀននៅថ្ងៃនេះព្រឹកនេះយើងនឹងមាន Master Class ការរៀបចំខ្លួនសម្រាប់សហគ្រាសធុនតូចនិងមធ្យមដើម្បីចូលទីផ្សារសកលដែលជាផ្ដល់ជំហានជាក់ស្ដែងរបៀបចុះបញ្ជីអាជីវកម្មឲ្យបានត្រឹមត្រូវការការពារសិទ្ធិបញ្ញានិងម៉ាកអាជីវកម្មនិងចំណុចសំខាន់សម្រាប់ទាក់ទាញការវិនិយោគខណៈពេលដែលម្ចាស់អាជីវកម្មចង់ពង្រីកទីផ្សារថ្មីបន្ទាប់មកយើងនឹងរៀនពីការធ្វើទីផ្សារ Digital ដោយអ្នកជំនាញខាងទីផ្សារ Facebook និង TikTok និង Rising Influencer ខ្មែរយើងនឹងបានបង្ហាញពីរបៀបបំលែង3វិនាទីទៅជាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនហើយនៅរសៀលថ្ងៃនេះយើងនឹងស្ដាប់ពីយុវជនរបស់យើងជជែកវែកញែកសំណួរសំខាន់អំពីពាណិជ្ជកម្ម Digital ព្រោះអនាគតរបស់ប្រទេសកម្ពុជាយើងគឺរំពឹងលើយុវជនចំនួនក្រោយរបស់យើងដែលជាទំពាំងស្នងរស័យដ៏រឹងមាំរបស់ប្រទេសយើងអាដាមរដ្ឋមន្ត្រីអាដាមលោកជំទាវអក្ញានិងលោកស្រីវេទិកាពាណិជ្ជកម្ម Digital និងពិព័រណ៍អនឡាញលើកទី2នេះដែលមានទ្រង់ទ្រាយធំគឺជាគំនិតដូចដើមដ៏មានចក្ខុវិស័យដ៏មុតមត់និងវែងឆ្ងាយរបស់លោកជំទាវចំនិមលហើយពិតជាមិនអាចប្រព្រឹត្តទៅបានទេបើសិនជាគ្មានការគាំទ្ររបស់អាដាមជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រសួងប្រៃសណីនិងទូរគមនាគមន៍ដែលអាដាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការជំរុញរាជរដ្ឋាភិបាល Digital និងការផ្លាស់ប្ដូរ Digital នៅកម្ពុជាហើយវេទិកានេះមិនមែនសម្រាប់តែម្ចាស់អាជីវកម្មប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សិស្សានុសិស្សរបស់យើងដែលជាយុវជនដែលបានចូលរួមនៅក្នុងវេទិកានេះផ្ទាល់និងតាមប្រព័ន្ធអនឡាញនេះជាពេលវេលាដែលយើងត្រូវការអ្នកជំនាញផ្នែកខាងបច្ចេកវិទ្យាពាណិជ្ជកម្ម Digital សន្តិសុខ Cyber និង AI ដើម្បីបង្កើនកិត្យានុភាពជួយកសាងអនាគតរបស់ប្រទេសកម្ពុជានិងជំរុញនាវាជាតិរបស់យើងឲ្យទៅមុខកាន់តែលឿនដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ2029នេះជាពេលវេលារបស់បងប្អូនសូមបងប្អូនខំប្រឹងរៀនសាកល្បងរៀនធ្វើជាអ្នកបង្កើតមិនត្រឹមតែពូកែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេព្រោះអនាគត Digital របស់កម្ពុជានឹងត្រូវកសាងឡើងដោយគំនិតច្នៃប្រឌិតភាពក្លាហាននិងការខិតខំប្រឹងប្រែងរបស់បងប្អូនឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អាដាមជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្មព្រមទាំងក្រសួងពាក់ព័ន្ធវិស័យឯកជននិងដៃគូអភិវឌ្ឍដែលបានរួមចំណែកឲ្យមានព្រឹត្តិការណ៍នេះឡើងជាពិសេសអ្នកដែលឧបត្ថម្ភកម្មវិធីយើង Zen.com Smartphone Wing Smart Huawei Grab និងដៃគូសហការ ADB និង UNDP និងដៃគូផ្សេងទៀតដែលនៅតែបន្តគាំទ្រដំណើរពាណិជ្ជកម្ម Digital របស់កម្ពុជានាងខ្ញុំក៏សូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ក្រុមការងាររបស់នាងខ្ញុំអនុក្រុមការងារដឹកនាំដែលអាដាមសំសិទ្ធិស័ក្តិលោកជំទាវតាន់តេបេកានកានិងអាដាមអៀងធម្មៈនិងក្រុមការងារទាំងអស់គ្នាដែលធ្វើការនៅខាងក្រៅឆាកជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរអាដាមរដ្ឋមន្ត្រីអាដាមលោកជំទាវអក្ញាលោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់និងអ្នកចូលរួមសូមប្រកបដោយសុខភាពល្អបរិបូរណ៍វិបុលសុខនិងទទួលបានជោគជ័យគ្រប់ភារកិច្ចថ្មីបន្ថែមទៀតជូនជាតិមាតុភូមិសូមអរគុណចាសសូមគោរពអរគុណចំពោះសន្ទរកថាស្វាគមន៍របស់លោកជំទាវនាឱកាសនេះចាសជាបន្តនាងខ្ញុំសូមគោរពអញ្ជើញលោក Michael Mazer នាយកផ្នែក Global Expansion នៃក្រុមហ៊ុន Zen.com អញ្ជើញមានមតិស្វាគមន៍ចាសសូមគោរពអញ្ជើញ
Can you imagine the trust by design? Your Excellency, ladies and gentlemen, distinguished guests, my name is Michael Mazur. I am the Global Expansion Director from Z.com, and my objective for today is speak about very simple but very powerful word, trust. Let's start. So, I came from banking and finance area, and I have got more than 25 years of experience in that field. So I can say that I have very strong relationship with the trust. And right now, I'm positive and strongly convinced that trust is the foundation. What we are doing in banking and finance, this is not about the technologies. This is not about business and these all activities. Everything is impossible without just trust. So let's imagine at least 3 different fields that, in my opinion, are strongly related to trust. So first of all, the customers, consumers. The second, businesses. And the third, regulators. So let's start from the consumers. Imagine that you are using your finance platform, like, for example, Z.com. And on a daily basis, when you start, you are comparing the currency exchange rates. Because trust, in my opinion, this is not only about securing the transactions. This is much more. So you are comparing the exchange rates, and you realize that your partner gives you, on a daily basis, the best deals. So you are stop doing this. You are stop comparing. Why? Because you just created the basic level of the trust. That your partner, that the finance platform is fair, not greedy, which is very important, and giving you the best options. So, having this experience on a daily basis, you realize that creating, nurturing, cultivating the trust is all about exchanging mutual values. Let's move on to the next area, to the businesses. From the business perspective, trust means slightly something different thing. So you need the reliable, efficient platform. You need stable platform. You need this understanding that your partner gives you multiple channels, that your partner multiplies sensitive services, because your partner takes care of you as a business. And the last but not least, the regulators. As you know, we, as a Zen, we have licenses in United Kingdom, in Lithuania, and in Singapore. So we applied by the rules for those, the stringent regulators, and what can I say, lessons learned. We are reliable. KYC, AML, KYB is not buzzwords for us.
we applied by the rules. What does it mean? It means that we are reliable on the market. So, in a nutshell, what I believe, my objective is to create the world of businesses, customers, consumers, and regulators, the world when everyone trusts each other. So, on the top of that, I'd like to create with you the digital future of Cambodia based on the trust. Thank you. ចាសសូមគោរពអរគុណលោក Michael Mazur នាយកផ្នែក Global Expansion នៃក្រុមហ៊ុន Zen.com ចំពោះការចូលរួមមតិដ៏សំខាន់នាថ្ងៃនេះចាសដោយក្តីគោរពដ៏ខ្ពង់ខ្ពស់នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តមបណ្ឌិតជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍អញ្ជើញផ្ដល់កិត្តិយសថ្លែងសន្ទរកថាស្ដីពីការកសាង Digital កម្ពុជាឆ្លាតវៃនិងសុវត្ថិភាពយុវជននវានុវត្តន៍និងទំនុកចាត់យុគសម័យ AI ចាសសូមគោរពអញ្ជើញ សូមគោរពលោកជំទាវជារដ្ឋារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រីចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Michael Mazur នាយកនៃក្រុមហ៊ុន Zen.com ឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការតំណាងក្រសួងស្ថាប័ន លោកស្រីភ្ញៀវជាតិនិងអន្តរជាតិតំណាងដៃគូទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមថ្លែងសន្ទរកថាកន្លឹះលើប្រធានបទការកសាងកម្ពុជា Digital ដ៏ឆ្លៀសវៃនិងសុវត្ថិភាពក្នុងវេទិកាពាណិជ្ជកម្ម Digital កម្ពុជានិងពិព័រណ៍អនឡាញលើកទី 2 ព្រឹត្តិការណ៍នេះមិនគ្រាន់តែបង្ហាញផលិតផលនិងបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេប៉ុន្តែក៏បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរួមរបស់យើងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញពាណិជ្ជកម្ម Digital នៃផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិខ្ញុំសូមថ្លែងអំណរគុណដល់លោកជំទាវចោមនិមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រមការងារក្រសួងពាណិជ្ជកម្មនិងដៃគូពាក់ព័ន្ធដែលបានសហការនិងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះយើងកំពុងឈរនៅចំណុចរំបត់ដ៏សំខាន់មួយដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿនហើយបច្ចេកវិទ្យា Digital កំពុងដើរតួនាទីយ៉ាងកន្លឹះជាកន្លឹះ និងជាកម្លាំងចលករមួយដ៏មានឥទ្ធិពលក្នុងការកំណត់អនាគតរបស់យើងខ្ញុំមានមោទនភាពដោយបានឃើញអំពីមហិច្ឆតារបស់កម្ពុជាដើម្បីប្រែក្លាយជាប្រជាជាតិមួយឆ្លៀសវៃសុវត្ថិភាពនិងប្រកបដោយបរិយាបន្ន Digital ខ្ញុំជឿជាក់យ៉ាងមុតមមថាកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការចាប់យកកលានុវត្តភាពនេះនឹងនាំកម្ពុជាឆ្ពោះទៅរកភាពជោគជ័យផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី1ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជានិងគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាបានគិតគូរជំរុញការអភិវឌ្ឍការចាប់យកនិងការធ្វើបរិវត្តកម្ម Digital នៅគ្រប់តួអង្គក្នុងសង្គមទាំងរដ្ឋាភិបាលប្រជាពលរដ្ឋធុរកិច្ច
ដើម្បីកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខភាពសង្គមមូលដ្ឋានគ្រឹះ Digital ដ៏ឆ្លៀសវៃដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គម Digital រស់រវើកមូលដ្ឋានគ្រឹះនេះគឺជាចំណុចចាប់ផ្ដើមសម្រាប់ជំរុញគ្រប់វិស័យទាំងអស់ឲ្យមានការអភិវឌ្ឍនិងចាប់យកកាលានុវត្តភាពពីការធ្វើបរិវត្តកម្ម Digital ក្រសួងប្រៃសណីនិងទូរគមនាគមន៍បាននឹងកំពុងអនុវត្តយ៉ាងសកម្មដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលក្នុងនោះមានការបង្កើនគុណភាពសេវាទូរគមនាគមន៍ការពង្រីកបណ្ដាញតភ្ជាប់និងនៅក្នុងពេលឆាប់ខាងមុខនេះយើងនឹងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងប្រព័ន្ធគមនាគមន៍របស់យើងទូរគមនាគមន៍របស់យើងឯកឧត្តមលោកជំទាវលោកស្រីវេទិកាថ្ងៃនេះផ្ដោតសំខាន់លើពាណិជ្ជកម្ម Digital ដើម្បីឲ្យពាណិជ្ជកម្ម Digital រីកចម្រើនយើងត្រូវការធាតុផ្សំដ៏សំខាន់ជាច្រើនដែលក្នុងនោះមានធាតុផ្សំមួយដែលមិនអាចខ្វះបានគឺទំនុកចិត្តដោយដែលលោកនាយក Michael Mazo បានលើកឡើងអំបញ្ញមិញបើគ្មានទំនុកចិត្តទាំងអ្នកទិញនិងអ្នកលក់មិនអាចធ្វើប្រតិបត្តិការ Digital បាននោះទេដើម្បីដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងផ្ដោតលើការកសាងប្រព័ន្ធ Ecology Digital ដែលមានសុវត្ថិភាពខ្ពស់និងគួរឲ្យទុកចិត្តបានក្រសួងប្រៃសណីនិងទូរគមនាគមន៍បាននឹងកំពុងចូលរួមចំណែករៀបចំច្បាប់និងគោលនយោបាយសំខាន់ដែលនឹងคล้ายទៅជាឯកសារលិខិតបទដ្ឋានគតិយុត្តក្នុងការគាំទ្រដល់ពាណិជ្ជករដល់អ្នកប្រើប្រាស់និងវិស័យសាធារណៈនៅក្នុងការចូលរួមនៅក្នុងប្រព័ន្ធពាណិជ្ជកម្ម Digital នេះឯកសារនិងលិខិតបទដ្ឋានគតិយុត្តគោលនយោបាយទាំងនោះរួមមានដូចជាសេចក្តីព្រាងច្បាប់ស្តីអំពីការការពារទិន្នន័យបុគ្គលច្បាប់នេះនឹងផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅក្នុងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេច្បាប់នេះនឹងបង្កើតនៅក្របខ័ណ្ឌដ៏ច្បាស់លាស់សម្រាប់ក្រុមហ៊ុននិងស្ថាប័ននៅក្នុងការប្រមូលប្រើប្រាស់និងរក្សាទិន្នន័យដោយមានការទទួលខុសត្រូវសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខ Cyber ច្បាប់នេះមានគោលបំណងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនជាតិនិងអន្តរជាតិក្នុងការវិនិយោគនិងធ្វើពាណិជ្ជកម្មលើវិស័យ Digital នៅកម្ពុជាសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យគោលនយោបាយនេះមានគោលបំណងគ្រប់គ្រងលំហូរទិន្នន័យប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពថ្នាល verify.gov.kh ក្នុងការធ្វើនិយត្តកម្មបច្ចេកវិទ្យាលិខិតបទដ្ឋានគតិយុត្តតែមួយមុខមិនគ្រប់គ្រាន់ទេយើងត្រូវការបច្ចេកវិទ្យាដើម្បីគាំទ្រទិសដៅគោលនយោបាយនេះសាធារណជននិងភាគីទាំងអស់បានដឹងហើយអំពីសក្តានុពលយ៉ាងធំធេងនៃថ្នាល verify.gov.kh ក្នុងការជួយសម្រួលដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរបៀបស្នើសុំអនឡាញទទួលបានតាមអនឡាញប្រើប្រាស់បានតាមអនឡាញប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ខ្ញុំសូមឆ្លៀតឱកាសនេះគូបញ្ជាក់ចំណុចសំខាន់មួយជូនអង្គវេទិកាគឺថ្នាល Verify នេះក៏មានសក្តានុពលយ៉ាងធំធេងសម្រាប់បង្កើនទំនុកចិត្ត Digital ជាមូលដ្ឋានសម្រាប់ពាណិជ្ជកម្ម Digital ផងដែរហើយដែលយើងកំពុងតែសហការជាមួយនឹងក្រសួងពាណិជ្ជកម្មនៅក្នុងការដាក់ឲ្យប្រើប្រាស់ថ្នាលនេះ
នៅក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិក្រុមការងារក្រសួងប្រៃសណីនិងទូរគមនាគមន៍បាននឹងកំពុងសិក្សាសមត្ថភាពក្នុងការដាក់បច្ចេកវិទ្យា Verify ដើម្បីបញ្ជាក់អំពីប្រភពនិងគុណភាពទំនិញឬអាចហៅថា Supply Chain Integrity by Technology ខ្ញុំសូមលើកទឹកចិត្តវិស័យឯកជនអ្នកសិក្សានិងដៃគូទាំងអស់ចូលរួមពិនិត្យលទ្ធភាពនិងសហការក្នុងការជំរុញការប្រើប្រាស់ថ្នាលដែលផលិតដោយកម្ពុជាដើម្បីបង្កើនទំនុកចិត្តនៅក្នុងវិស័យពាណិជ្ជកម្ម Digital ហើយថ្នាល Verify នេះត្រូវបានប្រទេសហ្វីលីពីនប្រើប្រាស់បានចំនួន120លានឯកសារក្នុងរយៈពេលតែ8ខែបច្ចុប្បន្ននេះប្រទេសអ៊ីស្ទីម៉ូបន្ទឿនក្រុមការងារបច្ចេកទេសដើម្បីប្រើប្រាស់ Verify ទៅលើប័ណ្ណបើកបរទៅលើឯកសារសាធារណៈផ្សេងៗនិងទៅលើវិញ្ញាបនបត្រនិងសញ្ញាបត្រនៅកម្រិតថ្នាក់ទី12និងកម្រិតសាកលវិទ្យាល័យប៉ុន្តែអ្នកជំនាញក្រុមអ្នកជំនាញយើងអត់មានពេលវេលាព្រោះអ៊ីស្ទីម៉ូចង់ដាក់ឲ្យប្រើប្រាស់និងប្រកាសជាផ្លូវការនៅពេលដែលប្រទេសអ៊ីស្ទីម៉ូចូលជាសមាជិកទី11របស់អាស៊ាននៅម៉ាឡេស៊ីចំណែកឯប្រទេសបង់ក្លាដេសបានស្នើសុំប្រើប្រាស់ថ្នាល Verify នេះហើយបានដាក់សំណើមកនឹងសុំឲ្យបង់ក្លាដេសអាចធ្វើការជាមួយប្រទេសមួយចំនួនទៀតដើម្បីដាក់ថ្នាល Verify នេះនៅក្នុងតំបន់អាស៊ីខាងត្បូងអញ្ចឹងបង់ក្លាដេសបាទមានប្រទេសមួយចំនួននៅក្នុងនោះបាទនេះគឺជាអ្វីដែលយើងបានបង្កើតបច្ចេកវិទ្យាដែលសម្រាប់បម្រើមិនត្រឹមតែប្រទេសកម្ពុជាទេគឺសម្រាប់បម្រើពិភពលោកយើងក៏កំពុងតែជជែកគ្នាដើម្បីធ្វើម៉េចដាក់ថ្នាល Verify នៅប្រទេសជប៉ុននៅអាមេរិកហើយយើងកំពុងតែធ្វើការងារក្រុមហ៊ុនជប៉ុនកំពុងតែធ្វើការងារនៅទីនេះយើងសង្ឃឹមថាក្នុងពេលអនាគត Verify យើងនឹងក្លាយទៅជា DPI ទី4របស់ពិភពលោកនៅក្នុងការងារពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម Digital ឬក៏ E-commerce នេះក្រសួងប្រៃសណីនិងទូរគមនាគមន៍ជាផ្នែកមួយចូលរួមជួយជំរុញសហការជាមួយនឹងក្រសួងពាណិជ្ជកម្មហើយក្នុងនោះគឺក្រសួងបានគិតគូរគាំទ្រទៅដល់ថ្នាលពាណិជ្ជកម្មអនឡាញមួយចំនួនដើម្បីធ្វើម៉េចឲ្យពាណិជ្ជកម្មរបស់កម្ពុជាអាចដំណើរការបាននៅក្នុងស្រុកល្អក៏ដូចជាទៅក្រៅប្រទេសក្នុងនោះគឺយើងបានចូលរួមជួយដាក់ផលិតផលក្នុងស្រុករបស់យើងចំនួន50ក្រុមហ៊ុនទៅក្នុង platform របស់ Alibaba ខ្ញុំក៏បានសន្យាចូលរួមជួយដើម្បីធ្វើម៉េចឲ្យ CambodiaTrade.com បានដំណើរការរលូនប៉ុន្តែរហូតដល់ពេលនេះគឺមិនទាន់បានធ្វើឲ្យបានដូចកិច្ចសន្យានៅឡើយអញ្ចឹងនៅក្នុងពេលនេះយើងកំពុងគិតគូរយើងកំពុងឲ្យទី1គឺយើងចង់ឲ្យមានការធ្វើម៉េចដើម្បីឲ្យ platform នេះដើរដោយសកម្មបំផុតក្រសួងមន្ត្រីជំនាញក្រសួងកំពុងតែគិតពិចារណាតែទន្ទឹមនឹងនេះខ្ញុំក៏សូមស្នើឲ្យលោកជំទាវជារដ្ឋាសូម
ធ្វើការជាមួយនឹងក្រសួងដើម្បីយើងគ្រប់គ្រងផ្នែកបច្ចេកទេសថវិកាសិនឲ្យដើរសិនហើយចាំហើយយើង improve តាមក្រោយតទៅទៀតបាទអញ្ចឹងខ្ញុំសូមប្រកាសថាយើងនឹងជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីជួយទៅដល់ថ្នាលនេះក្នុងមួយឆ្នាំ$50,000បាទហើយជាបន្តទៅទៀតយើងនឹងជួយបន្តទៅទៀតបាទយើងក៏ខិតខំធ្វើយ៉ាងម៉េចដើម្បីជំរុញបញ្ញាប្រៃសណីយ៍នៅក្នុងប្រទេសដែលជាផ្នែកមួយនៃពាណិជ្ជកម្មអនឡាញនេះកាលណាគេលក់ហើយត្រូវមានបញ្ញាបើបញ្ញាដឹកជញ្ជូនអត់បានល្អអត់ទុកចិត្តអត់ឆាប់រហ័សអានឹងក៏វាពាណិជ្ជកម្មអនឡាញទៅអត់រួចដែរដូច្នេះហើយបានជាយើងបានរៀបចំប្រព័ន្ធ tracking មួយគឺគេហៅថា DigiPost ដែលប្រព័ន្ធនេះនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ខាងមុខដើម្បីធានាថាទំនិញរបស់អ្នកប្រើប្រាស់ទាំងអស់ទៅដល់ទីណាគឺយើងដឹងថានៅទីនោះបាទហើយយើងក៏ខិតខំជំរុញឲ្យប្រតិបត្តិការផ្ដល់សេវាប្រៃសណីយ៍នេះឲ្យកាន់តែល្អប្រសើរនៅពេលដែល e-commerce កំពុងតែរីកលូតលាស់យ៉ាងខ្លាំងនេះបាទជារួមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានខិតខំចូលរួមចំណែកដែលក្រសួងពាណិជ្ជកម្មជាអ្នកដឹកនាំក្នុងពាណិជ្ជកម្ម Digital នេះឲ្យធ្វើម៉េចយើងសម្រេចបានជោគជ័យទាំងអស់គ្នាភាពជោគជ័យនៃពាណិជ្ជកម្មអនឡាញអាស្រ័យទៅលើតួអង្គសំខាន់ដែលចូលរួមនិងបច្ចេកវិទ្យាដែលយើងមានទី1អ្នកប្រើប្រាស់បានន័យថាអ្នកទិញតលតែមានជំនឿទុកចិត្តមិញវាគ្មិនយើងបានលើកឡើងហើយ trust is more important បាទបើអ្នកទិញមិនជឿទុកចិត្តទេអ្នកទិញមិនអាចសម្រេចចិត្តទិញបានទេហើយបច្ចុប្បន្ននេះយើងឃើញថាការទិញលក់ក្នុងតម្លៃមួយតូចល្មមគឺមានច្រើនប៉ុន្តែតែឡើងទៅដល់រាប់ពាន់$ហើយយើងពិបាកទុកចិត្តយើងពិបាកបង់ថវិកាដើម្បីទទួលទំនិញនោះដូច្នេះបើសិនជាមានការទុកចិត្តទោះបីទំនិញនោះមានតម្លៃប្រមាណក៏ដោយក៏យើងហ៊ានចំណាយយើងហ៊ានផេយើងហ៊ានបង់ដើម្បីទទួលបានទំនិញនឹងដែរអញ្ចឹងការទុកចិត្តសំខាន់អ្នកលក់តលតែលក់ទំនិញអ្វីដែលខ្លួនលក់ខ្លួនផ្ដល់ឲ្យគេដូចទំនិញដែលបានសន្យាលក់នេះបើពុំដូច្នោះទេគឺអ្នកទិញនឹងមិនទុកចិត្តដូច្នេះក៏ទាមទារឲ្យអ្នកលក់បំពេញតួនាទីរបស់ខ្លួនជាអ្នកលក់ឲ្យបានត្រឹមត្រូវកុំឲ្យមានការបោកប្រាស់កុំឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនត្រូវបើយើងផ្សព្វផ្សាយពាណិជ្ជកម្មមិនត្រូវហើយយើងលក់ឲ្យគេនៅពេលនោះវានឹងបង្កើតឲ្យមានភាពមិនទុកចិត្តបាទថ្នាលដែលយើងទិញលក់បច្ចុប្បន្ននេះគឺមានថ្នាលដែលមានការអនុញ្ញាតស្របច្បាប់ប៉ុន្តែទន្ទឹមនឹងនេះក៏មានថ្នាលជាច្រើនដែលគ្មានអាជ្ញាប័ណ្ណគ្មានការគ្រប់គ្រងច្បាស់លាស់ហើយអ្នកលក់នៅតាមថ្នាលនោះមួយចំនួនគឺក៏មានបំណងកេងប្រវ័ញ្ចឬក៏បន្លំអ្នកទិញដែរដូច្នេះយើងរៀបចំអនាគតយើងនឹងរៀបចំឲ្យបានល្អអ្នកដែលលក់នៅលើថ្នាលតតែមានការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទទួលស្គាល់ថ្នាលនឹងដោយក្រសួងប្រៃសណីយ៍និងក្រសួងពាណិជ្ជកម្ម
ទើបថ្នាលនឹងមានសិទ្ធិដាក់លក់ទំនិញនៅលើអនឡាញបានបើពុំដូច្នោះទេគឺនឹងមានការបោកប្រាស់គ្នានឹងមានភាពមិនទុកចិត្តគ្នាចំណុចចុងក្រោយមួយទៀតគឺយើងធ្វើរៀបចំច្បាប់ទម្លាប់លិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងពាណិជ្ជកម្មអនឡាញនេះដែលក្រសួងពាណិជ្ជកម្មជាអ្នកដឹកនាំរៀបចំលិខិតពាក់ព័ន្ធទាំងអស់ដើម្បីឲ្យអ្នកលក់អនឡាញទទួលខុសត្រូវតាមច្បាប់និងតាមលិខិតបទដ្ឋានគតិយុត្តផ្សេងៗដូច្នេះនេះគឺជាអ្វីដែលជាការគិតគូររបស់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលក្នុងនោះគឺមានក្រសួងពាណិជ្ជកម្មជាអ្នកដឹកនាំសម្របសម្រួលនិងជំរុញឈានមុខគេចំណែកក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្រសួងផ្សេងៗគឺជាអ្នកគ្រប់គ្រងពីក្រោយបាទខ្ញុំមានមោទនភាពចំពោះយុវជនរបស់យើងហើយដែលយុវជនបច្ចុប្បន្ននេះបានคล้ายទៅជាចលករនៃនវានុវត្តន៍នឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការធ្វើបរិវត្តកម្ម Digital នៅកម្ពុជាយុវជនមិនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែពួកគេគឺជាអ្នកបង្កើតនិងច្នៃប្រឌិតនៅក្នុងដំណើរការសេដ្ឋកិច្ចសង្គម Digital ដ៏ឆ្លៀសវៃរបស់យើងក្រសួងប្រៃសណីនិងទូរគមនាគមន៍បានចូលរួមសកម្មភាពជាច្រើនជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីគាំទ្រទៅដល់យុវជនដូចជាការជំរុញឲ្យមាន STEM និងការអប់រំដែលមានជំនួយបញ្ញាសិប្បនិម្មិតនៅក្នុងពេលខាងមុខដើម្បីឲ្យយុវជនយើងក្លាយជាអ្នកនវានុវត្តន៍និងមានជំនាញសហគ្រិនច្បាស់លាស់តាមរយៈនេះក្រសួងប្រៃសណីនិងទូរគមនាគមន៍បានបង្កើតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា Digital សហគមន៍នៅតាមសាលារៀននៅតាមវិទ្យាល័យឥឡូវនេះយើងបានបង្កើតជាង20មជ្ឈមណ្ឌលហើយនៅឆ្នាំនេះយើងនឹងពិនិត្យមើលលទ្ធផលនៃការប្រឡងបាក់ឌុបថាតើសាលាដែលមានវិទ្យាល័យដែលមានមជ្ឈមណ្ឌលនេះលទ្ធផលប្រឡងបាក់ឌុបល្អប្រសើរជាងឆ្នាំទៅឬអត់បើល្អប្រសើរជាងឆ្នាំទៅយើងនឹងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីដាក់ពង្រាយមជ្ឈមណ្ឌលនេះនៅគ្រប់វិទ្យាល័យទាំងអស់នៅទូទាំងប្រទេសនៅក្នុងរយៈពេលយ៉ាងយូរ3ទៅ5ឆ្នាំដែលយើងមានវិទ្យាល័យទាំងអស់565វិទ្យាល័យដោយសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាហើយបច្ចុប្បន្ននេះមជ្ឈមណ្ឌលនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដើម្បីបង្កើនគុណភាពអប់រំនៅក្នុងសាលានោះជាពិសេសគឺសិស្សថ្នាក់ទី12លើកទឹកចិត្តយុវជនឲ្យចូលរួមនៅក្នុងធុរកិច្ចថ្មី Digital កម្មវិធី Hackathon និងកម្មវិធីស្រាវជ្រាវផ្សេងៗអាយដាមអស់លោកស្រីបានឃើញហើយថាក្រសួងប្រៃសណីនិងទូរគមនាគមន៍បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីបញ្ជ្រាបចំណេះដឹងដល់យុវជនរបស់យើងដើម្បីលើកទឹកចិត្តឲ្យយុវជនរបស់យើងចាប់យកជំនាញបច្ចេកវិទ្យា Digital សម្រាប់អនាគតរបស់ខ្លួនជំរុញឲ្យមានទិន្នន័យបើកចំហនិងប្រព័ន្ធ Ecology Digital ដើម្បីបង្កើតឡើងនៅប្រព័ន្ធបច្ចេកវិទ្យា Digital ថ្មីនៅក្នុងវិស័យអប់រំកសិកម្មសុខាភិបាលពាណិជ្ជកម្មអេឡិចត្រូនិកលក្ខនឹងលក្ខគាំទ្រដល់សហគ្រិនភាពបច្ចេកវិទ្យា Digital
ធុរកិច្ច Digital ថ្មីតាមរយៈកម្មវិធីភ្ញាស់ធុរកិច្ចផ្ដល់មូលនិធិនឹងការស្វែងរកដៃគូពីក្រៅប្រទេសដើម្បីលើកទឹកចិត្តនិងគាំទ្រសហគ្រិន Digital អ្នកស្រាវជ្រាវនិងអភិវឌ្ឍផ្នែក Digital និងនវានុវត្តន៍ Digital ក្រសួងប្រៃសណីនិងទូរគមនាគមន៍បានសហការជាមួយនឹងក្រុមហ៊ុន Plug and Play និងមជ្ឈមណ្ឌលភ្ញាស់ធុរកិច្ចជាច្រើនដែលមានទីស្នាក់ការនៅតាមតំបន់ផ្សេងដើម្បីផ្សារភ្ជាប់សហគ្រិននិងធុរកិច្ចថ្មី Digital កម្ពុជាជាមួយវិនិយោគិននិងទីផ្សារពិភពលោកក្នុងរយៈពេល5ឆ្នាំនេះនៅពេលដែលខ្ញុំកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ខ្ញុំបានតាមដានសង្កេតឃើញនៅធុរកិច្ចថ្មីរបស់កម្ពុជានៅជាពិសេសគឺធុរកិច្ចថ្មី Digital ដែលស្ថិតនៅក្រោមក្រសួងប្រៃសណីនិងទូរគមនាគមន៍មានបញ្ហាប្រឈមជាច្រើនមានឧបសគ្គជាច្រើននៅពេលដែលអ្នកនវានុវត្តន៍បានរកឃើញនៅធុរកិច្ចថ្មីដែលធុរកិច្ចនោះអាចមានសក្តានុពលពង្រីកខ្លួនឲ្យคล้ายទៅជាក្រុមហ៊ុនធំបានប៉ុន្តែដោយសារបរិស្ថានឱកាសនៅក្នុងប្រទេសកម្ពុជាមានតិចតួចដែលធ្វើឲ្យក្រុមហ៊ុនធុរកិច្ចថ្មីនោះមិនអាចរីកលូតលាស់បានហើយក្រិនទៅវិញឬក៏នៅក្នុងកម្រិតដដែលឬក៏បាត់ខ្លួនទៅវិញហេតុដូច្នេះហើយបានជាយើងខិតខំតាក់ទាញយកមជ្ឈមណ្ឌលភ្ញាស់ធុរកិច្ចថ្មីពីក្រៅប្រទេសដើម្បីយកមកធ្វើយ៉ាងម៉េចផ្ដល់នៅដំបូលមានគេហៅថា mentorship ផ្ដល់នៅបទពិសោធន៍ហើយនឹងធ្វើយ៉ាងម៉េចឲ្យធុរកិច្ចថ្មីរបស់យើងមានឱកាសចូលទៅក្នុងទីផ្សារអន្តរជាតិឥឡូវនេះធុរកិច្ចថ្មីរបស់យើងមានឱកាសចូលទៅក្នុងទីផ្សារនៅសង្ហបុរីយើងសហការជាមួយ Block 71 របស់សង្ហបុរីដែលជាកន្លែងចាប់ផ្ដើមធុរកិច្ចថ្មីយើងសហការជាមួយ Plug and Play នៅ Silicon Valley យើងសហការជាមួយនឹង Skydeck នៅ UC Berkeley ដែលជាកន្លែងសុទ្ធតែភ្ញាស់ធុរកិច្ចថ្មី Digital សម្រាប់ចូលទៅក្នុងទីផ្សារអន្តរជាតិយើងសហការជាមួយនឹង Red Team នៅអឺរ៉ុបដើម្បីនាំយកធុរកិច្ចថ្មីរបស់យើងទៅក្រៅប្រទេសដូច្នេះឥឡូវនេះយើងមានឱកាសក្នុងការពង្រីកក្នុងការជំរុញធុរកិច្ចថ្មីរបស់យើងទៅលើទីផ្សារអន្តរជាតិប៉ុន្តែសំខាន់ស្ថិតនៅលើយុវជនរបស់យើងតើយុវជនរបស់យើងមានសមត្ថភាពមានលទ្ធភាពចាប់យកឱកាសនេះដើម្បីពង្រីកខ្លួនចូលទៅក្នុងទីផ្សារតំបន់និងអន្តរជាតិឬបានដែរឬទេដើម្បីធ្វើឲ្យយុវជនយើងអាចមានឱកាសអាចចាប់យកឱកាសនេះបានក្រសួងប្រៃសណីនិងទូរគមនាគមន៍បានបង្កើតឡើងនៅកម្មវិធីជាច្រើនដើម្បីពង្រឹងសមត្ថភាពយុវជនរបស់យើងដែលកម្មវិធីទាំងនោះคล้ายទៅជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអភិវឌ្ឍបច្ចេកវិទ្យា Digital នៅកម្ពុជានាពេលអនាគតទី1ក្រសួងប្រៃសណីនិងទូរគមនាគមន៍បានផ្ដល់អាហារូបករណ៍ដល់និស្សិតឆ្នើមដែលមានរាប់ពាន់នាក់មកប្រកួតប្រជែងយកអាហារូបករណ៍500នាក់ក្នុងមួយឆ្នាំនៅក្រសួងប្រៃសណីនិងទូរគមនាគមន៍
ដើម្បីបានសិក្សានៅសាកលវិទ្យាល័យល្អ4 5 6នៅក្នុងប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា Digital ឥឡូវនេះចំនួនទី1ចំនួនទី2បានចេញហើយគឺជាអ្នកដែលបញ្ចប់ការសិក្សាដោយមានគុណភាពល្អអាចប្រកួតប្រជែងបាននៅក្នុងតំបន់និងអន្តរជាតិហើយឆ្នាំបន្តបន្ទាប់យើងនឹងមាន500នាក់បូកជាមួយនឹងកម្មវិធីមួយទៀតជាកម្មវិធីដែលយុវជនយើងអាចមកទទួលបាននៅថវិការបស់ក្រសួងយកទៅសិក្សាព្រោះយុវជនមួយចំនួនប្រកែដែរជាច្រើនប្រកែដែរតែมันអាចជាប់អាហារូបករណ៍ដូច្នេះពួកគាត់មានឱកាសមកទទួលប្រាក់គេហៅថាជំនួយហិរញ្ញវត្ថុយកទៅសិក្សា4ឆ្នាំចេញធ្វើការងារក្រសួងនឹងខំជួយធ្វើម៉េចដើម្បីឲ្យគាត់បានការងារធ្វើយ៉ាងតិចប្រាក់ខែ$500ឡើងហើយគាត់បង់ចូលថវិកាក្រសួងវិញសងបានឲ្យអត់មានការប្រាក់គឺ20%ក្នុងទំហំប្រាក់ខែគាត់$500ឡើងដូច្នេះកម្មវិធីនេះជាកម្មវិធីមួយដែលអាចតាក់ទាញយុវជនឲ្យចូលបានទទួលហិរញ្ញវត្ថុហើយចូលសិក្សានៅសាកលវិទ្យាល័យល្អយើងក៏មានកម្មវិធីបណ្ដុះបណ្ដាលជាច្រើននៅពេលដែលយុវជនបានបញ្ចប់ការសិក្សាហើយយើងបណ្ដុះបណ្ដាលដោយតម្រង់ទិសឲ្យគាត់ចាប់យកការងារដែលគាត់ត្រូវទៅអនុវត្តដើម្បីឲ្យគាត់ចេះទាំងទ្រឹស្ដីនិងការអនុវត្តដូច្នេះយើងឃើញថាយុវជនជាច្រើនដែលបញ្ចប់ការសិក្សាគាត់អាចបន្តគេហៅថាការបណ្ដុះបណ្ដាលដោយការអនុវត្តជាក់ស្ដែងនៅក្នុងឧស្សាហកម្មហើយនៅពេលដែលគាត់ចេញពីការបណ្ដុះបណ្ដាលនេះគាត់ទទួលបានជោគជ័យខ្ពស់យើងក៏បានគិតគូរដើម្បីធ្វើម៉េចទាញយកសាកលវិទ្យាល័យល្អបាទដើម្បីមកចូលរួមបណ្ដុះបណ្ដាលយុវជនរបស់យើងផ្នែកបច្ចេកវិទ្យា Digital នេះហើយខ្ញុំយល់ឃើញថាបច្ចុប្បន្ននេះមានសាកលវិទ្យាល័យនៅក្នុងស្រុកមួយចំនួនគឺល្អកម្រិតអន្តរជាតិដែលយុវជនយើងចេញទៅគឺយើងមានចំណេះដឹងដូចឬល្អជាងយុវជនមួយចំនួនដែលរៀននៅសាកលវិទ្យាល័យខាងក្រៅដែរនៅពេលដែលយុវជនយើងចប់សាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រយើងនឹងផ្ដល់ជំរើសជូនយុវជនយើងឲ្យបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យល្បីដើម្បីអាចឲ្យពួកគេក្លាយទៅជាអ្នកដែលមានជំនាញច្បាស់លាស់និងវិលត្រឡប់មកប្រទេសយើងអភិវឌ្ឍប្រទេសយើងវិញហើយក្នុងពេលឆាប់នេះសាកលវិទ្យាល័យល្បីពិភពលោកមួយនឹងទទួលយកនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់កម្ពុជាទៅរៀនផ្នែកបច្ចេកវិទ្យា Digital នៅក្នុងសាកលវិទ្យាល័យរបស់គេខ្ញុំមិនទាន់និយាយទេប៉ុន្តែជា Ivy League សាកលវិទ្យាល័យ Ivy League មកយកនិស្សិតនៅកម្ពុជាដែលគេសហការជាមួយសាកលវិទ្យាល័យហ្នឹងយកទៅរៀន Master Degree ដោយអត់គេហៅថាអត់មានប្រឡងអត់មានអីទេអញ្ចឹងនេះគឺជាឱកាសរបស់យុវជនយើងដែលអាចទៅទទួលយកបាននៅចំណេះដឹងមួយពីសាកលវិទ្យាល័យល្បីដើម្បីមកប្រទេសកម្ពុជាយើងវិញទាំងអស់នេះមិនទាន់គ្រប់គ្រាន់ទេបើយុវជនមានចំណេះដឹងយុវជនត្រូវការងារដូច្នេះក្រសួងប្រៃសណីនិងទូរគមនាគមន៍
ban bằngកើតរៀបចំបង្កើតយើងបានទិញដី100 ហិកតានៅក្នុងទីក្រុងភ្នំពេញនៅជិតទីក្រុងភ្នំពេញដើម្បីបង្កើត Digital Park សួនបច្ចេកវិទ្យា Digital ហើយយើងនឹងរៀបចំធ្វើយ៉ាងម៉េចដើម្បីឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងចូលទៅក្នុងនឹងនៅពេលនិស្សិតយើងចប់ការសិក្សាអាចចូលទៅធ្វើការនៅទីនោះនៅក្នុងវិស័យផ្សេងផ្នែកបច្ចេកវិទ្យា Digital ហើយយើងនឹងចាប់ផ្ដើមសួនបច្ចេកវិទ្យានេះគឺនៅក្នុងខែយ៉ាងយូរបំផុតខែ1ឆ្នាំ2026ព្រោះយើងឥឡូវកំពុងតែធ្វើ Master Plan កន្លែងនោះមាន Data Center មាន Fulfillment Center បានន័យថា Logistics ខាង E-commerce ព្រោះបច្ចុប្បន្ននេះបើប្រជាពលរដ្ឋយើងចង់ទិញទំនិញគឺយើងត្រូវទិញពីអាមេរិកទំនិញដែលគ្មាននៅក្នុងស្រុកខ្មែរទិញពីស្រុកចិនទិញពីកន្លែងផ្សេងនៅក្នុងពិភពលោកដែលទាមទារមួយសប្តាហ៍ពីរសប្តាហ៍តម្លៃផ្ញើមានពេលខ្លះថ្លៃជាងតម្លៃទំនិញដូច្នេះយើងត្រូវរៀបចំ Fulfillment Center ឬក៏ Bonded Warehouse មួយនៅក្នុងកម្ពុជានៅពេលប្រជាពលរដ្ឋចង់ទិញគឺបញ្ជាទិញមួយថ្ងៃបានដោយមិនចាំបាច់ចាំមួយសប្តាហ៍ពីរសប្តាហ៍ដោយមិនចាំបាច់ចំណាយ$5 $10 $20ក្នុងការដឹកជញ្ជូនបន្ថែមទៅលើទំនិញគឺយើងចំណាយ$1 $2នៅក្នុងស្រុកយើងបាទនេះគឺជាអ្វីដែលយើងបង្កើត Digital Park នេះយើងនឹងរៀបចំឲ្យក្រុមហ៊ុនធំចូលមកទោះបីផ្ដល់សេវា Digital ឬក៏ផលិតជា Semiconductor ជាអ្វីដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា Digital ហើយដោយខ្ញុំជំរាបជូនអញ្ចឹងថាយើងនឹងមាន University និង Training Center ជា Cluster មួយដែលមានគុណភាពល្អអប់រំកូនខ្មែរយើងផ្នែកវិទ្យាសាស្ត្រផ្ដល់ចំណេះដឹងទូទៅនឹងការអនុវត្តហើយនៅពេលដែលពួកគាត់ចេញទៅគាត់អាចធ្វើការនៅក្នុងក្រុមហ៊ុននឹងគាត់អាចធ្វើការនៅក្នុងស្រុកគាត់អាចធ្វើការ remotely នៅខាងក្រៅបាទហើយយើងនឹងរៀបចំ ecosystem startup មួយនៅក្នុង Digital Park នេះឲ្យคล้ายទៅជាកន្លែងដែលប្រមូលផ្ដុំនៅបច្ចេកវិទ្យាថ្មីសម្រាប់យុវជនខ្មែរយើងនៅក្នុងពេលអនាគតបាទដូច្នេះខ្ញុំមានមោទនភាពហើយនឹងមានជំនឿទុកចិត្តទៅលើយុវជនយើងដែលយុវជនរបស់យើងមិនដូចជាជំនាន់ចាស់ទេដែលយើងចង់រៀនយើងចង់ធ្វើអីមួយតែយើងគ្មានឱកាសតែឥឡូវយុវជនមានឱកាសគ្រប់គ្រាន់ក្នុងការចាប់យកនៅអ្វីដែលខ្លួនចង់បានតែត្រូវខិតខំដើម្បីយកឱកាសនេះប្រែคล้ายឲ្យคล้ายទៅជាភាពជោគជ័យហើយជាចុងក្រោយក្រសួងព្រីសេរីនិងទូរគមនាគមន៍នៅតែបដិញ្ញាចិត្តក្នុងការគ្រប់គ្រងដល់ពាណិជ្ជកម្មអនឡាញហើយនឹងខិតខំចូលរួមផ្នែកបច្ចេកវិទ្យាដើម្បីធ្វើឲ្យពាណិជ្ជកម្ម Digital នេះបានទទួលជោគជ័យដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូលខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយសូមជូនពរអាយដាមលោកជំទាវលោកស្រីទាំងអស់សូមឲ្យមានសុខភាពល្អជោគជ័យនិងសូមឲ្យពិធីយើងទាំងមូលបានទទួលជោគជ័យក្នុងការពិភាក្សាបាទសូមអរគុណហើយសូមបញ្ចប់ចាសជំនុំមកឲ្យអង្គពិធីទាំងមូលនាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះសន្ទរកថាកន្លឹះដ៏មានតម្លៃរបស់អាយដាមបណ្ឌិតរដ្ឋមន្ត្រីនាឱកាសនេះនិងសូមគោរពអញ្ជើញអាយដាមបណ្ឌិតរដ្ឋមន្ត្រីមេត្តាបន្តផ្ដល់កិត្តិយសនៅលើវេទិកាដើម្បីថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយអាយដាមលោកជំទាវគណៈអធិបតីនាងខ្ញុំសូមអនុញ្ញាតក្រុមអញ្ជើញអាយដាមឡើងកាន់វេទិកាកិត្តិយសចានិងសូមគោរពអញ្ជើញអាយដាមលោកជំទាវគណៈអធិបតីនៅជួរទី1ចាសសូមអញ្ជើញឡើងកាន់វេទិកាកិត្តិយសដើម្បីថតរូបចាសសូមគោរពអញ្ជើញ
ចាសសូមគោរពអរគុណជាបន្តនាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីឯកឧត្តមលោកជំទាវគណៈអធិបតីអញ្ជើញផ្ដល់កិត្តិយសថតរូបនៅខាងក្រោមនិងសូមគោរពអញ្ជើញអង្គពិធីទាំងមូលមេត្តាក្រោកឈរឡើងដើម្បីថតរូបរួមគ្នាចាសសូមគោរពអញ្ជើញ ចាសសូមគោរពអរគុណជាកិច្ចបន្តនាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមេត្តាផ្ដល់កិត្តិយសដល់ខ្ពងខ្ពស់អញ្ជើញទស្សនាស្តង់ពិព័រណ៍និងសូមគោរពអញ្ជើញឯកឧត្តមលោកជំទាវលោកស្រីក្នុងអង្គពិធីទាំងមូលមេត្តាក្រោកឈរឡើងដើម្បីស្វាគមន៍ដំណើរទស្សនាស្តង់ពិព័រណ៍របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីចាសសូមគោរពអញ្ជើញ របស់យើងជាបន្តទៀតនាងខ្ញុំសូមក្រុមជើងអាយដាមលោកទាវលោកស្រីក្នុងអង្គវិធីទាំងមូលអញ្ជើញសម្រាប់ពិសាអាហារសម្រន់រយៈពេល15នាទីចាសសូមក្រុមជើង
ក្រសួងពាណិជ្ជកម្មកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ2030ដែលពាណិជ្ជកម្ម Digital គឺជាសសរស្តម្ភមួយនៃការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើងកំពុងបង្កើតយុទ្ធសាស្ត្រថ្មីដើម្បីគាំទ្រអាជីវកម្មនិងពង្រឹងទំនុកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្មដ៏ឆ្លាតវៃនិងគ្រប់ជ្រុងជ្រោយនាពេលអនាគតយុទ្ធនាការផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោកតាមរយៈ cambodiatrade.com និងទីផ្សារ e-commerce ផ្សេងៗទៀតដែលកំពុងជួយពាណិជ្ជករក្នុងស្រុកពង្រីកទីផ្សារថ្មីទាំងក្នុងនិងក្រៅប្រទេសពាណិជ្ជកម្ម Digital អាចដំណើរការទៅបានដោយការបញ្ជាទិញមានភាពងាយស្រួលធានាការទូទាត់ដោយសុវត្ថិភាពរហូតដល់ការដឹកជញ្ជូនជាមួយនឹងល្បឿនលឿនប្រកបដោយទំនុកចិត្តដើម្បីធ្វើឲ្យព័ត៌មានក្នុងវិស័យពាណិជ្ជកម្មធ្វើការបកប្រែកាន់តែប្រសើរឡើងនិងងាយស្រួលសម្រាប់គ្រប់គ្នាក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយក្រសួងប្រៃសណីនិងទូរគមនាគមន៍ដើម្បីដំណើរការសាកល្បង AI Translate KA នវានុវត្តន៍កំពុងបើកទ្វារឆ្ពោះទៅរកអនាគតដែលរួមបញ្ចូលគ្នានិងភ្ជាប់គ្នាកាន់តែច្រើនពីចក្ខុវិស័យទៅជាការពិតពីក្នុងស្រុកទៅកាន់ពិភពលោកពីគោលនយោបាយទៅជាការអនុវត្តផ្ទាល់កំពុងជំរុញឲ្យប្រទេសកម្ពុជាកសាងអនាគតតាមរយៈពាណិជ្ជកម្ម Digital សូមស្វាគមន៍មកកាន់វេទិកាពាណិជ្ជកម្ម Digital និងពិព័រណ៍អនឡាញលើកទី2កសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្ម Digital